បាទជំរាបសួរប្រិយមិត្តជាទីគោរពថ្ងៃនេះខ្ញុំសូមធ្វើការចែករំលែកនៅពាក្យបច្ចេកទេសមួយដែលមានឈ្មោះថាវិភាគទានឬភាគទានពាក្យហ្នឹងយើងអានដូចគ្នាណាមានអត្ថន័យដូចគ្នាហើយតែមុននឹងធ្វើការបញ្ជូនខ្ញុំសូមលើកយកសិទ្ធិនៅក្នុងបច្ចេកទេសមកដើម្បីវិស័យតាមដានថាតើខ្លឹមសារនេះគេទៅសេធម៉េចក្នុងសតិនុក្រមនេះដែលកិច្ចការនេះវាចេញមកពីដកស្រង់ចេញពីដែលគណៈកម្មការភាសាណាគណៈកម្មការភាសាដាក់ឈិតណាហើយយើងចង់ថាភាគីមួយជាអំណោយដែលឥតកំណត់ចំនួនឬប្រភេទឬប្រាក់ដែលបានចូលឬបង់ដើម្បីសកម្មភាពណាមួយពីរដើម្បីអ្វីដែលគេរួមចំណែកតាមរូបភាពផ្សេងៗក្រៅពីប្រាក់ក្នុងកិច្ចការណាមួយដូចជាកម្លាំងកាយកម្លាំងចិត្តសម្ភារៈជាដើមមើលពាក្យភាគទាន contribution ពីសង្ឃលេចង់ស្រីនេះជាខ្លឹមសារថ្មីដែលខ្ញុំបង្កើតថ្មីវាស្តៀងគ្នាប៉ុន្តែសម្រាប់ការយល់ងាយមកខ្ញុំហើយស្រីអាចនិយាយទៅខមមិនបើសិនជាមិនសូវច្បាស់អាចជួយបន្ថែមអត់អីទេខ្ញុំរីកនឹងទទួលយកហើយគ្រប់មតិរបស់លោកស្រីខ្ញុំនឹងដកស្រង់និងហើយកត់ត្រាទុកបាទអរគុណភាគទានឬវិភាគទាន contribution ជាការបរិច្ចាគកម្លាំងកាយចិត្តប្រាជ្ញាស្មារតីនិងឬទ្រព្យសម្បត្តិឲ្យនរណាម្នាក់ណាឲ្យនរណាម្នាក់ឬស្ថាប័នណាមួយមានន័យថាបុគ្គលណាម្នាក់ក៏ដោយលោកមានចិត្តសប្បុរសហ្នឹងសំខាន់ទៀតលើចិត្តសប្បុរសដែលអូស្រីមួយចំនួនណាអាចថាអ្នកមានទ្រព្យសម្បត្តិមួយចំនួនគាត់លោកបរិច្ចាគឲ្យកម្មាគព្រាឬបរិច្ចាគដូចឡើងបងថាអាហារូបករណ៍ឲ្យទៅនរណាម្នាក់ដើម្បីបន្តការសិក្សាឬក៏បរិច្ចាគឲ្យទ្រព្យធនជា